តែគឺល្អខ្លាំងមែនតើជាពិសេសគឺខ្ញុំចូលចិត្ត Power Vita Energy ខ្លាំងមែនតើគឺជួយដល់កម្លាំងចាជាកិច្ចបន្ទាប់ចាបងប្អូនទាំងអស់គ្នាក្រោយពីសារនៃក្រុមហ៊ុន Atomy ចាកុំឲ្យខាត់ពេលវេលាយូរនេះខ្ញុំក៏សូមអនុញ្ញាតគោរពអញ្ជើញសរុនរ៉ូ Master ឌៀបសុភ័ក្រឡើងមកលើវេទិកាហើយសូមស្នើតែដៃខ្លាំងៗផងដែរចាបាទជាធម្មខ្ញុំបានសរុប Master Discipline ក៏សូមគោរពជំរាបសួរដល់ថ្នាក់នាំដែលមានវត្តមាននៅទីនេះដូចជាបងប្អូនដែលទស្សនាតាមការ live និងក្រោយការ live ផងដែរបាទសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងគ្នាបាទលើតាពាក្យសុខទុក្ខគឺអត់សូវឆ្លើយថាសុខទេដោយសារតែយើងក៏មានបញ្ហាផ្ទាល់ខ្លួនឬក៏បញ្ហាប្រទេសជាតិដែរខ្ញុំជឿជាក់ថាបងប្អូនទាំងគ្នាតិចច្រើនគឺនឹងបានគិតអំពីបញ្ហាទាំងគ្រួសារខ្លួនឯងនិងបញ្ហាប្រទេសជាតិយើងផងដែរហើយបងប្អូនទាំងគ្នាបាទព្រោះថាយើងគឺជាកោសិកានៃសង្គមហើយមុននឹងខ្ញុំចូលទៅដល់ប្រធានបទរបស់ខ្ញុំសូមចែករំលែកអំពីជីវប្រវត្តិរបស់ខ្ញុំខ្លីៗបាទដោយសារតែការចាប់ផ្ដើមនៅក្នុងអាជីវកម្ម Atomy គឺខ្ញុំមិនបានសិក្សាគេហៅថាច្បាស់លាស់អំពីផលតបស្នងភ្លាមៗទេដោយសារតែការស្រឡាញ់គុណភាពផលិតផលអញ្ចឹងបងប្អូនទាំងអស់គ្នានៅទីនេះបងប្អូនណាខ្លះដែលស្រឡាញ់ផលិតផល Atomy បាទសូមលើកដៃបាទអញ្ចឹងសូមលើកដៃបងប្អូនទាំងគ្នាយើងគឺពិតជាជោគជ័យបាទដោយសារតែផលិតផលដោយសារតែក្រុមហ៊ុនគឺរុញច្រានឲ្យយើងមកសិក្សាអំពីផលតបស្នងអញ្ចឹងឥឡូវនេះគឺជាម៉ោងរលុយបងប្អូនទាំងគ្នាណាខ្លះលុយគេបាទអញ្ចឹងអាចកែ sponsor សុំកាហ្វេបាទពីព្រោះថាម៉ោងនេះម៉ោងរលុយបាទម៉ោងរលុយបាទអញ្ចឹងបើយើងផ្លឹកតា10នាទីប្រហែលយើងអាចនឹងបាត់បង់បាទហើយម៉ោងរកលុយគឺទៅតែច្បាស់បាទពាក្យមួយគេថាពេលដែលយើងចាប់ផ្ដើមសិក្សាពីអាជីវកម្មមួយបើសិនជាយើងខ្លួនឯងអត់ច្បាស់ទេអញ្ចឹងយើងនឹងអាចគឺជាគេថា victim ជនរងគ្រោះបងប្អូនទាំងគ្នាសប្តាហ៍ថ្ងៃគឺពាក្យនេះគឺគេកំពុងតែប្រើដោយសារតែយើងគឺគេហៅថាអត់បានសិក្សាស្វែងយល់ខ្លួនឯងច្បាស់លាស់អញ្ចឹងថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាគឺចាប់ផ្ដើមសិក្សាខ្លួនឯងឲ្យបានច្បាស់ដោយសារតែខ្ញុំកំឡុងពេល COVID-19 គឺខ្ញុំបានស្វ័យសិក្សាខ្លួនឯងអំពីផលតបស្នងអំពីក្រុមហ៊ុននិងគេហៅថា product feature គឺលក្ខណៈចរិតលក្ខណៈរបស់ផលិតផលកន្លែងនេះគឺជាចំណុចស្លាប់រស់បាទមានន័យថាបើសិនជាយើងម្នាក់សប្តាហ៍ថ្ងៃបាទការប្រើប្រាស់ផលិតផលហើយទទួលបានផលតបស្នងគឺជួយខ្លួនឯងបងប្អូនទាំងគ្នាបាទអមបាញ់ខ្ញុំមើល Zero Master Cultivate ក៏បានយករូបភាពចែករំលែកជនពិសឹកនៅតំបន់ព្រំដែនបងប្អូនទាំងគ្នាយកអារម្មណ៍នឹងមកប៉ះពាល់ជាមួយនឹងអារម្មណ៍របស់យើងយ៉ាងម៉េចដែរហើយបងប្អូនទាំងគ្នាបានស្ដាប់វីដេអូលោកមនិតលីដែលគាត់បានលើកឡើងថាអ្នកធ្វើជាមួយ Atomy គឺជាអ្នកបែបណាអ្នកយ៉ាងណាដែរបាទតែដៃជួបបងប្អូនទាំងគ្នាវីដេអូនេះគឺជាវីដេអូដែលយើងកំពុងតែយកមកប្រើសប្តាហ៍ថ្ងៃគឺមានគុណតម្លៃមែនទេយើងអ្នកធ្វើ Atomy គឺយើងអ្នកស្នេហាជាតិអញ្ចឹងសូមបង្កើនការប្រើប្រាស់ហើយសូមកុំបង្កើនកុំប្រើប្រាស់តែឯងគឺចាប់ផ្ដើមរួមគ្នាប្រើប្រាស់ជាមួយគ្នាអញ្ចឹងខ្ញុំចាប់ផ្ដើមពីការប្រើប្រាស់សាមញ្ញទេគឺកាហ្វេ Arabica គឺសាមញ្ញមែនទេបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមនាំបងប្អូនទាំងគ្នាមកចូលរួមបាទជាមួយខ្ញុំគឺទី1ដុសថ្មិញបានលុយបាទទី2គឺកក់សក់បានលុយបាទហើយទី3គឺគេហៅថាញ៉ាំកាហ្វេក៏ដូចជាមួយទឹកជាមួយ Atomy ប្រើផល Atomy តែបានលុយរឹតតែពិសេសគឺទទួលបានដំណើរកម្សាន្តក្រៅប្រទេសជាមួយ Atomy ទៀតចង់បានអត់បាទចង់បាទអញ្ចឹងសូមតាមដានទៀតបន្តបាទពីព្រោះថារឿងគ្រប់យ៉ាងការនិយាយគឺងាយស្រួលប៉ុន្តែការអនុវត្តកាន់តែស្រួលបើសិនជាយើងធ្វើតាមផ្លូវត្រូវបាទធ្វើតាមផ្លូវត្រូវសូមកុំធ្វើតាមផ្លូវខុសបាទអញ្ចឹងខ្ញុំចាប់ដើមធ្វើតាមផ្លូវត្រូវគឺតាមដំណាក់កាលខ្ញុំមាន3ចំណុចទី1គឺខ្ញុំចាប់ដើមសិក្សាផលិតផលអត់ងាករីហើយចាប់ដើមប្រើភ្លាមដើម្បីគេដើម្បីដឹងគុណភាពទំនិញបាទបើសិនជាអត់ប្រើទេឡើយតែរៀនរែកគឺប្រហែលជាទម្រង់អាជីវកម្មមួយនេះគឺត្រូវបានអ្នកដទៃគេយកពីយើងឬក៏គេចាប់ឱកាសមុនយើងហើយលោកសាស្ត្របណ្ឌិតបានលើកឡើងថាទម្រង់អាជីវកម្មមួយនេះបើសិនជាយើងចាប់យកក្រោយគេគឺមិនបរាជ័យទេគ្រាន់តែថាយើងនៅកន្ទុយគេបាទនៅកន្ទុយគេអញ្ចឹងបងប្អូនទាំងគ្នាចាប់ពីបានប្រើប្រាស់ហើយសូមបន្តស្វ័យសិក្សាមកទីនេះសិក្សាមិនច្បាស់ទៅវិញសិក្សាជាមួយ sponsor បន្ថែមទៀតសូមកុំទុកឲ្យ sponsor ទំនេរបងប្អូនទាំងគ្នាបើសិនជាយើងទុកឲ្យ sponsor ទំនេរយើងគឺកំពុងតែអត់ជោគជ័យនៅអាជីវកម្មហ្នឹងទេអាជីវកម្មមួយនេះគឺធ្វើឲ្យ sponsor រវល់បាទពេលដែល sponsor មានភាពរវល់ជាមួយដៃគូយើងក៏បានដាក់ sponsor ក៏បានតែបើសិនជាយើងប្រឡែង sponsor ទៅណាទៅអានឹងអត់កើតទេគឺយើងគ្រាន់តែជាខ្លះជាជនរងគ្រោះគឺដូច Zero Master Cultivate ថាចុះឈ្មោះ6ឆ្នាំមុនហ្នឹងតែបានលុយហ្នឹងដោយសារតែគាត់ទុកឲ្យ sponsor ទំនេរហើយមួយទៀតជាកំហុសរបស់គាត់ដែរគឺគាត់បានសិក្សាស្វែងយល់ច្បាស់អំពីទម្រង់អាជីវកម្មដ៏ទំនើបរបស់ Atomy បាទហើយអ្វីដែលយើងចាប់ផ្ដើមពីអ្នកប្រើប្រាស់បងប្អូនទាំងគ្នាសូមចាប់ផ្ដើមមើលអំណាចដែលលោកសាស្ត្របណ្ឌិតផ្ដល់ឲ្យយើងគេថាមហាអំណាចមកបើមិនយើងនិយាយមហាអំណាចមានន័យថាម៉េចនៅពេលដែលយើងចាប់ផ្ដើមស្រឡាញ់គុណភាពទំនិញយើងចូលប្រើប្រាស់ហើយយើងសិក្សាពី platform នឹងច្បាស់លាស់យើងវិវត្តខ្លួនឯងពីអ្នកប្រើប្រាស់ទៅជាអ្នកធ្វើជំនួញដល់ដឹងខ្លួននេះតែគាត់ចាប់ផ្ដើមត្រូវថាសម្រាប់ចិត្តប្រើប្រាស់ភ្លាមពីព្រោះថាលោកសាស្ត្របណ្ឌិតគាត់បានលើកឡើងថាมันអាចនិទានផលិតផលនេះតគេបានទេมันអាចដាច់ខាតតតែផលិតផលហ្នឹងដាក់មកលើរាងកាយរបស់យើងបានយើងដឹងថា reaction ប្រតិកម្មយ៉ាងណាប្រតិកម្មសាប៊ូកក់សក់ប្រតិកម្មកាហ្វេយ៉ាងណាប្រតិកម្មហេមីបែបណាបានយើងអាចយកទៅចែករំលែកបានបើមិនយើងគ្រាន់ស្ដាប់ពីខមមិនយកទៅនិទានតវាគ្រាន់ជារឿងនិទានមួយសម្រាប់លេខសម្រាប់ក្មេងទេប៉ុន្តែនិទាន Atomy គឺត្រូវតែប្រើប្រាស់ឲ្យដឹងហើយយកទៅចែករំលែកបន្តហើយបងប្អូនទាំងគ្នាបើសិនជាយើងមិនអាចចែករំលែកបន្តបានទេចំនួនអ្នកប្រើប្រាស់តិចសូមកុំអានបោះបង់គឺអត្ថប្រយោជន៍របស់យើងគឺមិនបានតែឯងទេគឺចំនួនអ្នកប្រើប្រាស់ជាក្រុមបាទណាគឺទទួលបានកម្រៃយុទ្ធសាស្ត្រដោយសារតែក្រុមអ្នកប្រើប្រាស់ដែរអញ្ចឹងបើសិនជាយើងអត់ទៅមានជំនាញចែករំលែកគាត់ថាប្រាប់គេថាសាប៊ូកក់សក់ល្អ Atomy Power Vita Energy ល្អកាហ្វេ Atomy ល្អសូមបន្តប្រើប្រាស់ហើយចែករំលែកបន្តផងបាទ Atomy កម្ពុជាមានអាយុកាលជិត10ឆ្នាំហើយបងប្អូនទាំងគ្នាសូមកុំងាករេហើយសូមកុំវិវេអីផ្ដោតឲ្យត្រង់ជាមួយ Atomy គេជឿជាក់ថាបងប្អូនទាំងគ្នាចំណាយពេលជាមួយ Atomy 10ទៅ15ឆ្នាំមិនខាតពេកទេតែបងប្អូនទាំងគ្នាចេញចូលដូចទូ account បងប្អូនទាំងគ្នាគឺជាអ្នកខាតបាទមិន Atomy អ្នកខាតទេណាអញ្ចឹងចំណុចទី3សម្រាប់ខ្ញុំគឺហ៊ានសម្រេចចិត្តភ្លាម
ក្នុងចំណុចនេះបង្កប់នៅអត្ថន័យ2ខ្ញុំហ៊ានសម្រេចចិត្តចាប់អាតូមីជាអាជីវកម្មដោយសារខ្ញុំច្បាស់ពីផលិតផលខ្ញុំច្បាស់ពីផលតបស្នងហើយខ្ញុំមិនខ្លាចនៅក្នុងការទាញក្រដាស់ resign បញ្ឈប់ពីការងារដើម្បីចាប់អាជីវកម្មអាតូមីជាអាជីវកម្មចុងក្រោយប៉ុន្តែបងប្អូនទាំងគ្នាដូចខ្ញុំលើកឡើងដោយ sponsor វិក្កាមិនបានលើកឡើងចឹងកុំទាន់អានជប់សិនសិក្សាឲ្យច្បាស់បាទប៉ុន្តែអ្វីដែលខ្ញុំប្រាប់ខ្លួនឯងបើសិនជាខ្ញុំជើងមួយនៅកន្លែងនោះជើងមួយនៅកន្លែងនេះហើយខ្ញុំអត់ចេះធ្វើរឿងបែបហ្នឹងអញ្ចឹងខ្ញុំគិតថាអាជីវកម្មមួយនេះគឺខ្ញុំត្រូវចាប់ផ្ដើមបដូរពីការប្រើប្រាស់ទំនិញខាងក្រៅហើយខ្ញុំទទួលបានចំណេញពីអាតូមីខ្ញុំមានផែនការជាមួយ sponsor អញ្ចឹងហើយបានជាខ្ញុំនិយាយពីខាងដើមថានៅពេលដែលយើងស្អិតរវល់មួយ sponsor នៅពេលដែលយើងចាប់ផ្ដើមប្រឹក្សាយោបល់ជាមួយ sponsor ច្រើនលុយក៏បានតំណែងរបស់យើងបានខុសពីអ្នកដទៃចំណុចបន្ទាប់ទៀតគឺអានុភាពនៃការសម្រេចចិត្តបាទបើសិនជាបងប្អូនសម្រេចចិត្តខុសតែបន្តិចយឺតតែបន្តិចបងប្អូនទាំងគ្នាគឺអត់ទទួលបានឱកាសបាទពីព្រោះលក្ខខណ្ឌផែនការវិសាគឺចំណេញខាតហើយបងប្អូនទាំងគ្នាតែធ្វើអាជីវកម្មមួយគិតខុសស្ដាយក្រោយមួយជីវិតបាទក្រុមហ៊ុនល្អលទ្ធផលល្អម្ដាយខ្លួនឯងច្រាមជាន់ចានជក់អត់ទៅណាទេបងប្អូនទាំងគ្នាមួយមិនជ្រៅទៅមិនវេណាពីព្រោះថាអាជីវកម្មបែបអន្តរជាតិហើយបើយើងធ្វើបែបលក្ខណៈគ្រួសារការទេបាទខ្ញុំនិយាយនេះក្នុងនាមខ្ញុំមានបទពិសោធន៍ក្នុងការសិក្សាស្វែងយល់បាទហើយខ្ញុំសិក្សាល្បិតមើលទៅថាអាតូមីនឹងក្លាយជាបណ្ដាញចែកចាយក្នុងស្រុកមួយដែលអស្ចារ្យជាងគេហើយយើងនឹងមើលបាទលោកសាប់ពិនិត្យក៏បានលើកឡើងថាអាតូមីនឹងក្លាយជាក្រុមហ៊ុន11មួយនៅក្នុងឆ្នាំ2030អញ្ចឹងយើងផ្ទះដៃទាំងអស់គ្នាដើម្បីស្វាគមន៍ឆ្នាំ2030វីដេអូនេះមិនមែនគាត់និយាយបែបសម្បត្តិទេណាគាត់វិភាគរបាយការណ៍គណនេយ្យច្បាស់លាស់ហើយគាត់វិភាគនៅពេលអនាគតច្បាស់លាស់អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់សូវចេះវិភាគរបាយការណ៍គណនេយ្យទេស្ដាប់វីដេអូសាប់ពិនិត្យបាទគាត់នឹងផ្ដល់យើងគ្រប់បែបយ៉ាងចំណុចបន្ទាប់ទៀតបងប្អូនទាំងអស់គ្នាដែលយើងមើលឃើញថាអាតូមីជាសំណាញ់គេហៅថាកាឡាល្អិតណាយើងកលេចទៅចុងក្រោយបន្តិចថាបើសិនជាយើងគិតថាកុំជឿ sponsor ហើយកុំទាន់ជឿថាអូវាគ្មិនដល់លើឆាននិយាយយើងមើលសកម្មភាព4របស់យើងប្រចាំថ្ងៃទី1យើងងើបព្រលឹមឡើងយើងដោះថ្មិញអត់ហើយយើងងូតទឹកកក់សក់អត់កក់សក់ហើយយើងញ៉ាំបាយមានសរៃអាំងហើយយើងលាងចានអត់លាងអាតូមីមានសាប៊ូលាងចានហើយកំឡុងពេលដែលយើងលាងចានហើយយើងញ៉ាំកាហ្វេឬក៏សម្រាប់មានមីកំប៉ុងកិច្ចដូចពីអាតូមីហ៎ហើយញ៉ាំមីកំប៉ុងហើយទៅនេះបោកខោអាវមានសាប៊ូបន្ទន់មានពាក់កិច្ចដូចពីអាតូមីហ៎អត់លួចហើយនៅតែទៀតចូលអាតូមីបាទហើយគេសួរខ្ញុំថាលោកសាប់បណ្ឌិតគាត់ថាបើសិនជាអាជីវកម្មអាតូមីមានផលិតផលពីប្រអិនណាក៏ដោយប៉ុន្តែថាផលិតផលនោះគឺប្រើទៅបានលុយលឿនតែមិនមែនសម្រាប់មនុស្សជាតិអាហ្នឹងមិនមែនជាផលិតផលសម្រាប់យើងប្រើទេតែបើផលិតផលយើងប្រើប្រចាំថ្ងៃគឺសម្រាប់មនុស្សជាតិហើយកិច្ចមិនរួចពីអាតូមីហើយសូមកុំកន្តើយបាទបងប្អូនទាំងគ្នានេះគឺជាឱកាសល្អសម្រាប់កម្មកររោងចក្របងប្អូនដែលគាត់ចង់មកសិក្សាអាតូមីក្រៅម៉ោងប៉ុន្តែសិក្សាក្រៅម៉ោងប៉ុន្តែធ្វើឲ្យពេញម៉ោងបាទអញ្ចឹងកន្លែងនេះប្រកបដោយអត្ថន័យសិក្សាក្រៅម៉ោងប៉ុន្តែធ្វើឲ្យពេញម៉ោងបាទអញ្ចឹងគ្រប់ផលិតផលទាំងអស់នេះគឺអាតូមីផ្ដល់មកវិញគឺបន្ទុកបាទបន្ទុកសន្សំគឺជាកម្រៃកាក់សេនបាទប៉ុន្តែបងប្អូនទាំងគ្នាច្បាប់ឬក៏ពាក្យស្លោករបស់ខ្មែរយើងគឺតក់ពេញបំពង់បាទឈុំកន្លះកហេតុបាទណាអាតូមីក៏រកលុយបានណាបាទទៅកន្លែងផ្សេងបាទទៅរហូតប្រហែលចុងក្រោយពេលដែលនាំដល់គ្នាបានដំណើរកម្សាន្តទៅក្រៅប្រទេសទៅហើយមានអារម្មណ៍បែបណាខ្ញុំមិនអាចពិពណ៌នាបានទេបាទអញ្ចឹងសូមកុំចាក់ចេញពីអាតូមីហើយសូមមើលឃើញបន្ទុកនេះគឺជាទម្រង់អាជីវកម្មបែបអនាគតដែលលោកសាប់ពិនិត្យផ្ដល់ឲ្យយើងនៅផែនការទីផ្សារដ៏សក្តិនិងយុត្តិធម៌ដែលលោកសាប់ពិនិត្យមិនដែលកែប្រែផែនការទីផ្សារទេកន្លែងនេះគឺជាចំណុចមួយដែលបងប្អូនទាំងគ្នាអ្នកធ្វើអាជីវកម្មណាគេហៅថាក្រុមហ៊ុនមិនដែលដូរគោលការណ៍គេថា policy ផ្ទៃក្នុងរបស់យើងមិនដែលដូរទេមានតែជួយបង្កើនសមាជិកឲ្យឆាប់ទៅរកលុយបានឲ្យឆាប់ជោគជ័យបាទនេះគឺជាគោលការណ៍របស់សាប់ពិនិត្យអញ្ចឹងទី1ថ្លៃចុះឈ្មោះបាទមិនដល់ទិញជាកញ្ចប់មិនគិតសេវាអ្នកណែនាំទេអញ្ចឹងនៅខាងក្រៅគេហៅថាទិញកាត់ស្តុកទិញតំបន់អីចឹងណាកាត់ខែកាត់អីចឹងតែតើមីអត់ទេ ID មួយយើងប្រើបានជាសកលណាប្រើបានជាសកលលោកបាទអញ្ចឹងបើសិនជាល្អបែបនេះហើយបងប្អូនទាំងគ្នាហើយជាពិសេសថ្ងៃនេះគឺខ្ញុំមើលឃើញថាចិនសេតបាទអ្នកដែលចំនួនក្រោយគឺប្រើ app អាតូមីត្រូវមែនទេបាទអញ្ចឹងអ្នកដែលចំនួនក្រោយ18ឡើងនេះគឺត្រូវមែនទេត្រូវចាប់យកអាតូមីបាទអញ្ចឹងអាតូមីគឺផ្ដល់មួយទៀតគឺមានកំណត់ពីដានប្រាក់ចំណូលបងប្អូនទាំងគ្នាដែលគិតថាអាតូមីជាពីរ៉ាមីតអាតូមីធ្វើបានតែអ្នកលើទេសូមមើលចំណុចកន្លែងនេះបាទគឺលោកសាប់ពិនិត្យកំណត់ថាយើងទាំងអស់គ្នានឹងទៅចំណុចកម្ពុជាទាំងអស់គ្នាមិនសម្រាប់តែអ្នកលើទេអ្នកលើគាត់គ្រាន់តែចាប់ទីតាំងមុនយើងទេបាទគាត់មើលមុនយើងតម្លៃនៃអាកាសខុសគ្នាណាតម្លៃនៃអាកាសខុសគ្នាអញ្ចឹងគាត់សមទទួលបានបាទអញ្ចឹងនៅក្នុងផែនការទីផ្សារក្នុងសៀវភៅ DNA លោកសាប់ពិនិត្យគាត់ប្រើពាក្យថាផែនការទីផ្សារអាតូមីដ៏ចម្លែកមិនមែនដូចគេទេផែនការទីផ្សារដ៏ចម្លែកបាទអញ្ចឹងមានន័យថាម៉េចលោកសាប់ពិនិត្យគាត់គិតឲ្យថានៅថ្ងៃអនាគតដែលក្រុមហ៊ុនដទៃមិនអាចយកឆ្នាំអាតូមីបានមិនមែនផលិតផលមួយមុខទេគឺដោយសារតែផែនការទីផ្សារយើងដែររួមចំណែកថាក្រុមហ៊ុនដទៃមិនអាចឆ្នាំអាតូមីបានគឺដោយសារតែផែនការទីផ្សារដ៏ចម្លែករបស់យើងបាទផែនការទីផ្សារដ៏ចម្លែកយ៉ាងណាប្រឹក្សាមួយទៅមួយជាមួយ sponsor បាទថ្ងៃនេះគឺខ្ញុំគ្រាន់តែនាំបងប្អូនទាំងគ្នាឲ្យយល់អារម្មណ៍ថាតើផែនការទីផ្សារអាតូមីមានចរិតលក្ខណៈបែបណាហើយចំណុចទី4យើងមើលអំពីប្រព័ន្ធជោគជ័យបងប្អូនទាំងគ្នាកន្លែងនេះគឺជាសាខាអាតូមីប្រព័ន្ធអាតូមីផ្សាយចេញដំណើរគ្នាតាមមជ្ឈមណ្ឌលហើយទៅលើក្រៅប្រទេសទៀតបាទសាខាសាលា2កូរ៉េក៏យើងទទួលបានចក្ខុវិស័យបាទអញ្ចឹងសម្រាប់ខ្ញុំទទួលបានចក្ខុវិស័យខ្លាំងគឺនៅកំឡុងពេលកូវីដដែលអ្នកដទៃរអ៊ូរទាំសិតតែជាបញ្ហាប៉ុន្តែបើសិនជាយើងឆ្នៃបញ្ហាទៅជាឱកាសចូលសាខាសាលាអាតូមីនាំក្រុមចូលសាខាសាលាអាតូមី selfie ដាក់ក្នុងក្រុមហើយប្រាប់ទៅកាន់សមាជិកផ្សេងៗថាយើងមិនអាចអង្គុយរអ៊ូបានទេសម័យកាលនេះគឺត្រូវតែបង្កើតចំណូលបន្ថែមមិនអាចរងចាំប្រាក់ខែមកមុខបានទេបាទអញ្ចឹងមានន័យថាម៉េចប្រព័ន្ធជោគជ័យកន្លែងនេះគឺជាកូនសោសម្រាប់យើងដែលយើងម្នាក់ត្រូវតែទៅឲ្យដល់ហើយត្រូវតែសម្រេចចិត្តភ្លាមឥឡូវនេះបាទបើសិនយើងអត់សម្រេចចិត្តទេប្រព័ន្ធនេះនឹងទៅទៀតហើយដូចឡានក្រុងចុះអាកាសបាទគេអាចចាំយើងបានទេចំណត់មួយទៅចំណត់មួយហើយអាតូមីគឺមានគេហៅថាមិនត្រឹមតែប្រព័ន្ធជោគជ័យប៉ុណ្ណឹងទេអាតូមីមានសាកលវិទ្យាល័យសម្រាប់យើងគឺជាសាកលវិទ្យាល័យធុរកិច្ចអន្តរជាតិសម្រាប់បងប្អូនទាំងគ្នាបើសិនជាយើងមើលឃើញថាផលិតផលល្អហើយប្រព័ន្ធក្រុមហ៊ុនល្អហើយអាតូមីមានសាកលវិទ្យាល័យមួយទៀតសម្រាប់បណ្ដុះបណ្ដាលយើងអត់យកលុយទេបាទរៀនជាមួយអាតូមី4ឆ្នាំបណ្ដោះលុយហើយទទួលបានចំណូលទៀតល្អអត់បងប្អូនទាំងគ្នាបាទហើយយើងសម័យមើលតើក្នុងស្រុកខ្មែរយើងមានក្រុមហ៊ុនណាដែលជួយជាតិបណ្ដុះបណ្ដាលទុនធានមនុស្សបែបនេះ
បាទខ្ញុំមិនមែនថាលើកជើងទេប៉ុន្តែបើមិនរសារក៏មិនបានអញ្ចឹងសូមតែដៃជួយទៅមីកម្មជាមិនបងប្អូនទាំងនេះបាទទាំងអស់នេះគឺចូលរួមលើកកម្ពស់ធនធានមនុស្សពាក្យរបស់លោកសាប់និកអភិវឌ្ឍមូលធនធនធានមនុស្សបងប្អូនទាំងនេះស្ដាប់ពាក្យហ្នឹងប្លែកអ្នកខ្លះស្ដាប់ប្លែកមិនមែនឲ្យយើងដើរលុបដល់ផលទេគឺលក់ចាក់គ្រប់វិស័យហើយបើសិនជាខ្វះក្រុមខ្វះការអភិវឌ្ឍមូលធនធនធានមនុស្ស PV មកតែមួយផ្លែទេបងប្អូនទាំងនេះ PV មកតែមួយផ្លែទេប៉ុន្តែបើសិនជាក្រុមមានធនធានមនុស្ស PV មកនិរន្តរភាពហើយពាក្យនិរន្តរភាពมันអាចនិយាយបានទេបើសិនជាយើងអត់យល់និរន្តរភាពជីវកម្មគឺនិរន្តរភាពជីវកម្មគឺដោយសារតែសមាជិកម្នាក់មានធនធានមនុស្សចាំបានជាអតមីមានបុគ្គលិកអតមីមានប្រព័ន្ធសិក្ខាសាលាផ្សេងៗទៀតគឺដើម្បីបណ្ដុះបណ្ដាលថាឲ្យយើងចូលរៀនបាទអាជីវកម្មមួយនេះគឺរៀនប៉ុណ្ណាលុយប៉ុណ្ណាសមត្ថភាពយើងប៉ុណ្ណាលុយចូលប៉ុណ្ណាពេលសមត្ថភាពយើងអត់ទាន់មានលុយចូលតាមកម្រិតបាទអញ្ចឹងយើងត្រូវទទួលស្គាល់ហើយទាំងអស់នេះគឺជាឱកាសតម្លៃនៃឱកាសខ្ញុំសម្រេចចិត្តតាំងពី4ឆ្នាំមុនដែលខ្ញុំពេលខ្លះក៏ទទួលបានរឿងដែលខកបំណងប៉ុន្តែក៏ទទួលបានរឿងសោកបំណងដែរអញ្ចឹងមានថាម៉េចក្នុងជីវិតរបស់យើងមិនអាចរឿងល្អកើតឡើងបានរហូតទេស្របពេលដែលយើងសម្រេចចិត្តហើយយើងទទួលបានឱកាសបាទអញ្ចឹងមានថាខ្ញុំទទួលបានឱកាសដំណើរកម្សាន្តលក្ខណៈជាក្រុមជាមួយបុគ្គលិកក្រុមអតូមីហើយអស្ចារ្យមែនទែនដំណើរកម្សាន្តមួយនេះខ្ញុំមិនអាចពិពណ៌នាបានបាទក្រៅអំពីនិយាយពាក្យថាអរគុណបុគ្គលិកក្រុមអតូមីមិនត្រឹមតែប៉ុណ្ណោះទេសាខាកណ្ដាលទទួលរយៈឃើញអតូមីកម្ពុជាខ្ញុំនិយាយបែបនេះគឺខ្ញុំព្រឺខ្លួនឃើញអតូមីសមាជិកក្រុមអតូមីកម្ពុជាទៅគឺពួកគាត់វត់ចោលក្រុមពួកគាត់ខាងប្រេមហើយមកស្មាគមរាក់ទាក់ហេតុអីដោយសារដោយគាត់ក្រុម Master ក៏បានលើកឡើងចឹង Zen របស់ពួកគាត់បានបង្កើតសមាជិកអតូមីកម្ពុជាគឺគាត់មើលឃើញថាអស្ចារ្យតែអតូមីកម្ពុជាបានបង្ហាញនៅមោទនភាពបាទហើយនេះគឺជាដំណើរកម្សាន្តបែប Pro Master ហើយខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាដាក់គោលដៅបាទ challenge ដែលក្រុមហ៊ុនរៀបចំនេះគឺដើម្បីយើងទាំងអស់គ្នាបើសិនជាយើងមិនចាប់ឱកាសទេឱកាសនឹងទៅរកអ្នកដែរចាប់បានហើយឱកាសនេះគឺនៅតែកើតមានឡើងបើសិនជាយើងមិនចាប់យកអញ្ចឹងនៅក្នុងថ្ងៃនេះបងប្អូនទាំងគ្នាត្រូវតែហ៊ានចាប់យកឱកាសហើយខ្ញុំអត់ចង់ឲ្យបងប្អូនទាំងគ្នាស្ដាយទេបាទព្រោះលោក Tony Robbins ក៏បានលើកឡើងថាក្នុងខ្សែជីវិតរបស់យើងមានរូបភាពស្ដាយពីរបាទទី1សំទោសជឿចាប់ដោយសារតែការដាក់សម្ពាធដាក់វិន័យខ្លួនឯងជាមួយនឹងកម្មវិធី challenge មួយហ្នឹងដាច់បាយដាច់ទឹកបាទអត់បានមើលកូនបាទបានទៅជួបគ្រួសារឬក៏យើងស្ដាយដោយសារតែ challenge ហ្នឹងទៅណាទៅបាទខ្ញុំចាំតែចុច like អ្នកដែល challenge qualify ទៅលេងក្រៅប្រទេសបាទអញ្ចឹងមានន័យថាកន្លែងនេះគឺចង់ឲ្យយើងចាប់ដើមពីខ្លួនយើងថាត្រូវតែចាប់យកឱកាសត្រូវតែផ្លាស់ប្ដូររចនាសម្ព័ន្ធក្រុមឲ្យផ្ដាច់ភាពក្រពីក្រុមយើងទៅបាទបើមិនជាបំណុះទេយើងគ្រាន់តែបានមើលឃើញថាអាតូមី10ឆ្នាំ11ឆ្នាំ12ឆ្នាំហើយយើងអត់ទទួលបានឱកាសនឹងគេទេអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមជូនពរបងប្អូនទាំងគ្នាបន្តសិក្សាស្វែងយល់ដាក់គោលដៅទទួលយកគ្រប់ challenge ទាំងអស់ដែលក្រុមហ៊ុនដាក់ហើយវាជាឱកាសរបស់យើងចុងក្រោយក្នុងការចាប់យកដៃគូរបស់យើងក៏មកតាមយើងដែរជាចុងក្រោយជូនពរបងប្អូនទាំងគ្នាសមាជិកថ្មីទទួលបានឱកាសជាមួយក្រុមអតូមីហើយយើងចូលរួមដើម្បីអតូមីកម្ពុជាលើកមុខមាត់លើឆាកអន្តរជាតិទាំងគ្នាអរគុណច្រើនចាអរគុណខ្លាំងមែនតើទៅដល់ស្រន់រស់របស់យើងចាដើម្បីជាការតបស្នងចាក៏សូមស្នើតែដៃខ្លាំងជាងរំលឹកមួយផងដែរចារំលឹកគឺធ្វើការចែករំលែកបានក្បោះក្បាយខ្លាំងមែនតើតទៅជាមួយនឹងផែនការទីផ្សារនៃក្រុមហ៊ុនអតូមីចាតើលោកចែករំលែកបានល្អទេថ្នាក់ដឹកនាំទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាកុំភ្លេចណែនាំអាជីវកម្មក៏ដូចជាផលិតផល